ឡើងមកដល់ទៀតហើយថ្ងៃហ្នឹងយើងយកចង្កេះចំហៀងណាខ្ញុំជូន3ក្បាច់យកចង្កេះចំហៀងទាំង3ហ្នឹងហ្មងបងប្អូនធម្មតាយើងមិនថាហាត់ស្អីក៏ដោយគឺត្រូវយក4ក្បាច់ទៅ5ក្បាច់ប៉ុន្តែបើសិនជាបងប្អូនឃើញចន្លោះកន្លែងណាដែលវាមិនស្អាតដូចជាខ្ញុំចឹងខ្ញុំមានថាពោះខ្ញុំហ្នឹងជាហៀងហ្នឹងវាខ្លាញ់វាអាសាខ្លាំងខ្លាញ់រហូតណាអញ្ចឹងខ្ញុំអាសាហាត់នៅកន្លែងជាហៀងហ្នឹងច្រើនជាងកន្លែងផ្សេងអញ្ចឹងបងប្អូនអាចយកកន្លែងជាហៀងហ្នឹង2ឬក៏3អញ្ចឹងទៅហើយចាំទៅយកពោះក្រោម2អញ្ចឹងទៅជាហៀង2អីអញ្ចឹងណាគ្រប់4ក្បាច់ហើយ5ចុងក្រោយ complete plan បានថាក្បាច់ដែលខ្ញុំដេកផ្កាប់ដាក់ដៃអាហ្នឹងគេហៅថា plan គឺតម្រឹងយកក្បាលពោះអញ្ចឹងបងប្អូនទៅមើលវីដេអូខ្ញុំថាខ្ញុំប្រាប់មួយណាដែលសម្រាប់យកក្បាលពោះខាងក្នុងអូខេអានេះក្បាច់នេះយកពោះក្នុងយកពោះជាហៀងណាចូលសាហាវណាបងប្អូនធ្វើឲ្យបាន20ទៅ30ដងណាហើយបើខ្ញុំទៅលាប់ខ្ញុំធ្វើមកជាហៀងឲ្យចប់ហើយសម្រាប់តែ10សង្កងបានហើយហាត់ពោះតែ10សង្កងហើយធ្វើម្ដងទៀតខ្ញុំយកចំហៀងឲ្យគ្រប់មកជាហៀងអញ្ចឹងណា3ជុំអញ្ចឹងទៅចាំចូលក្បាច់ទី2អានេះជាក្បាច់ទី2អញ្ចឹងក្បាច់ទី2បងប្អូនលាជាងឲ្យត្រង់អញ្ចឹងមកហើយដាក់មកវិញរៀងយឺតមកយក20ទៅ30ដងដែរហើយ complete ណាភើតពោះគឺអត់ចោលរឿងភើតពោះបើសិនជាបងប្អូនអត់ភើតពោះចូលដែរតែវាចូល20-30%ដូចខ្ញុំនិយាយដូចពីមុនអញ្ចឹងណាអញ្ចឹងបើបងប្អូនភើតពោះហើយខំប្រឹងតលាដៃជើងមកកាច់ចូលពោះហើយភើតឡើងពោះហ្នឹងទុកពោះឯហ្នឹងគឺវាអាចចូលទៅ80ទៅ90%អូខេឥឡូវយើងចូលក្បាច់ទី3តែយើងត្រូវ complete ណាយើងសម្រាប់30សង្កងអញ្ចឹងក្បាច់ទី2មិញបងប្អូនក៏ត្រូវធ្វើ3ជុំដែរសម្រាប់10សង្កងអញ្ចឹងទៅហើយធ្វើម្ដងទៀតតែក្បាច់ទី2មិញម្ដងទៀតឲ្យបាន3ជុំ3ឬ4បើសិនបងប្អូនមានពេលតែបើបងប្អូនអត់មានពេលទេបងប្អូនធ្វើតែ3ទៅតែបើបងប្អូនចង់ស្រកលឿនធ្វើ4ទៅនេះខ្ញុំនិយាយសម្រាប់តែបងប្អូនដែលគាត់អត់សូវមានពេលហើយគាត់នៅផ្ទះឬក៏អ្នកលក់ដូរអញ្ចឹងណាអានេះក្បាច់ទី3ក្បាច់ទី3នេះយើងធ្វើសងខាងអញ្ចឹងក៏បានឬក៏ធ្វើតែម្ខាងក៏បានតែដូចខ្ញុំនិយាយអញ្ចឹងត្រឡប់ខ្ញុំធ្វើតែម្ខាងហើយសិនដោយសារអីខ្ញុំជួយចិត្តធ្វើម្ខាងឲ្យវាកំពុងតែដុតណាដុតរៀលដាល់ហើយកំពុងតែក្តៅសាច់ហើយអញ្ចឹងយើងបន្តមកជាហៀងហ្នឹងថ្ងៃក្តៅឲ្យចប់ឡើង3សេតហ្នឹងហើយ3ជុំហ្នឹងហើយទើបខ្ញុំចូលមកជាហៀងទៀតនេះខ្ញុំចាប់ដើមធ្វើមកជាហៀងហ្នឹងអញ្ចឹងខ្ញុំធ្វើ20ទៅ30ដងបងប្អូនធ្វើអញ្ចឹងដូចគ្នាទៅឈប់10សង្កងហើយបន្ទាប់មកធ្វើអញ្ចឹងមួយសាទៀតហើយ10សង្កងធ្វើមួយសាទៀតធ្វើ3ដងឬ4ដងអញ្ចឹងណាតែបើបងប្អូនមានដបទឹកសុទ្ធជួយកាន់ដបទឹកសុទ្ធកាន់ល្អកន្លះលីត្រណាដបងឡើយកាន់ទឹកសុទ្ធកន្លះលីត្រមកអញ្ចឹងទៅហើយតែពេលកាន់តែមកជាហៀងបានទេណាយើងធ្វើជាហៀងណាគេកាន់ជាហៀងហ្នឹងហើយបងប្អូន complete ណាធ្វើឲ្យចុងឲ្យ complete រឿងពោះខ្លាំងមែនតើគឺពោះហ្នឹងហើយនឹងមួយទៀតរបបអាហារបងប្អូនណាកុំគិតថាអូហាត់ហើយដឹងតែស្រកហើយញ៉ាំយកអត់ទេណាញ៉ាំហ្នឹងគឺសំខាន់ជាងការហាត់នឹងទៀត